លោកស្រីប៉ែនថងថាស៊ីនវត្រាព្រមទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញថៃក្នុងការផ្អាកតំណែងជានាយករដ្ឋមន្ត្រីថៃក្រោយបែកធ្លាយកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយលោកហ៊ុនសែនប្រធានប្រសិទ្ធភាពកម្ពុជាសារព័ត៌មានថៃ The Nation បានរាយការណ៍ថាតុលាការធម្មនុញ្ញថៃនៅថ្ងៃទី1ខែកក្កដានេះបានបោះឆ្នោតដោយសម្លេង7ទល់នឹង2អាចតំណែងលោកស្រីប៉ែនថងថានស៊ីនវត្រាពីនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្នតុលាការបានឯកភាពក្នុងការពិចារណាលើការចោទប្រកាន់នាងទាក់ទងនឹងខ្សែអាចសម្លេងដែលមានការចម្រូងចម្រាសរវាងអ្នកស្រីនិងប្រធានប្រសិទ្ធភាពកម្ពុជាលោកហ៊ុនសែនដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសថៃខណៈលោកស្រីបាននិយាយរិះគន់មេតតយុទ្ធភូមិភាគ2របស់ខ្លួនបើទោះបីជាត្រូវបានផ្អាកតំណែងពីនាយករដ្ឋមន្ត្រីក៏ពិតមែនប៉ុន្តែលោកស្រីប៉ែនថងថាមនៅតែអាចបំពេញមុខងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីរបស់នាងសូមជម្រាបថាលោកស្រីប៉ែនថងថានស៊ីនវត្រាដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីនវត្រាបានស្នើតែងតាំងខ្លួនឯងសម្រាប់មុខងារបន្ថែមជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីដែលត្រូវបានចុះហត្ថលេខាដោយព្រះមហាក្សត្រនិងត្រូវបានបោះពុម្ពផ្សាយនៅក្នុងរយៈកាសែតភ្លាមមុនពេលដែលតុលាការធ្វើការសម្រេចចិត្តនៅថ្ងៃអង្គារនេះ